Ok này các bạn nhầm miền mà sơn này sụp muốiนี่ជាម៉ាស៊ីន extrude ដែលយើងនឹងធ្វើការដូរកាវរបស់វាដំណាក់កាលទី1យើងត្រូវការដោះដៃត្រជាក់យើងឃើញថាវាមានស្នឹមច្រើនមែនតើវាស្នឹមបែបនេះវាធ្វើឲ្យកុំព្យូទ័របងប្អូនឆាប់នឹងខូចបងប្អូនបើយើងមិនឆាប់ដូរទេវាអាចនឹងខូចទៅដល់ CPU ហើយនឹង GPU ដំណាក់កាលទី2យើងត្រូវការសម្អាតបងប្អូនយើងសម្អាតធ្វើម៉េចឲ្យដៃត្រជាក់របស់ CPU ហ្នឹងវាស្អាតមើលឃើញថាវាមានស្នឹមច្រើនមែនតើបងប្អូនហើយមើលទៅយើង make sure ថាវាស្អាតឬក៏មិនស្អាតបើស្អាតហើយយើងធ្វើការចូលដំណាក់កាលទី3យើងធ្វើការដាក់កាវរបស់វាយើងដាក់កាវហើយ make sure ថាដៃត្រជាក់គ្រប់ទាំងអស់ហ្នឹងវាស្អាតទាំង GPU និង CPU បងប្អូនយើងមើលទៅឃើញថាវាស្អាតហើយបានយើងចូលដំណាក់កាលចុងក្រោយហើយបន្ទាប់ពីមុននឹងដាក់យើងសម្អាតចង្ហាសិនបងប្អូនសម្អាតចង្ហាសម្អាតដៃត្រជាក់អីហើយយើងមិន sure ថាវាស្អាតហើយយើងនឹងធ្វើការ testing ដំណាក់កាលទី4ដំណាក់កាលទី4យើងដាក់ដៃត្រជាក់ហើយបានយើងធ្វើការតេស្តយើងមើលឃើញថាស្អាតមែនតើស្អាតដូចនឹងកុំព្យូទ័រថ្មីហើយយើងបន្ទាប់ពីដាក់ដៃត្រជាក់ចូលដាក់ដង្ហើមចូលហើយយើងនឹងធ្វើការ testing យើងឃើញថាវាមានដំណើរការរលូនវា smooth វាអត់មានការរអាក់រអួលតាក់ត្រង់ណាមួយទេវាដើរ smooth មែនតើដោយសារយើងធ្វើការសម្អាតដូរកាវនិង make sure ថាដៃត្រជាក់ហ្នឹងវាស្អាតឬមិនស្អាតបើសិនជាបងប្អូនមានកុំព្យូទ័រវាលក្ខណៈថាប្រើក្របចេញក្តៅខ្លាំង boost fan ខ្លាំងយើងត្រូវដូរកាវវាទៅហើយធ្វើការសម្អាតដីធូលីដីដូរកាវហើយយើងធ្វើការតេស្តជាក់ស្ដែងទាំងអស់គ្នាយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើននៅជួបវីដេអូក្រោយទៀតអរគុណច្រើន